Ôi vậy tại mà đóนี่คือทัศน์สไลด์เหมือนกันไงนี่คือช่างน้อมเนี่ยดอกเนี่ยมาเมื่อจมวยนึงวิสุทธ์วิลาเนื้อวงริสแดนให้สมัยจมวยนึงวิสุทธ์วิลานี่คือพี่กอดมันเต็งหายเนี่ยดอกเนี่ยหายยังกับช่างได้ท่าการเด็กกอดบอกกอดนักแบบนั้นได้ผลได้ซะแต่กอดคืออาชีพการเด็กกอดเด็กខ្លួនឯងបានអញ្ចឹងណាបើសិនជាគាត់ធ្វើការទិញផ្ទះនៅវង resident ឬមកក៏វិឡាណាមួយគឺអាចធ្វើការឌីក័រតាមបែបតាមចិត្តចង់របស់ពួកគាត់បានអញ្ចឹងនិយាយទៅនេះគឺគាត់ឌីក័រស្អាតខ្លាំងមែនទែនហ្មងចូលមកដល់គឺបានឃើញជាមួយនឹងកន្លែងអូយកន្លែងនេះគឺជាក្រានបាយដែលគាត់ឌីក័រឲ្យខ្លួនឯងគាត់ចង់បានបែបអញ្ចឹងកន្លែងខ្លះក៏គាត់អាចដាក់ជាមួយនឹងបែបជាក់ៗរបស់គាត់ឲ្យធ្វើម្ហូបនឹងញ៉ាំនឹងអីនឹងនិយាយទៅគឺថាតែចិត្តមែនតើហើយជាពិសេសនៅពេលដែលគាត់ធ្វើហើយនឹងក៏គាត់អាចដាក់កៅអីនឹងអង្គុយឡើងក៏បានដែរនិយាយទៅគឺងាយស្រួលខ្លាំងហ្មងសម្រាប់ដូចខ្ញុំចូលចិត្តតែក្រានបាយវាផ្លឹងអញ្ចឹងទលាយអញ្ចឹងខ្លាំងមែនតើអញ្ចឹងរាល់ពេលដែលខ្ញុំធ្វើគ្រឿងខ្លែមអីដាក់ចិត្តអីគឺវាត្រូវគ្នាអញ្ចឹងណាអញ្ចឹងនៅខាងក្រោមនេះក៏គេមានជាលក្ខណៈបន្ទប់គេងមួយដែរសម្រាប់អ្នកដែលគាត់មានគ្រួសារជាគ្រួសារធំអញ្ចឹងណាមានសមាជិកច្រើនដែរខាងក្រោមនេះសម្រាប់ចាស់ៗនៅបានអញ្ចឹងគឺគាត់អាចសម្រាប់នៅនឹងបានអីក៏បានដែរឬមកក៏ whatever ដែលគាត់ចង់ដាក់អីតាមចិត្តគាត់របៀប office ក៏បានអីក៏បានអញ្ចឹងក៏យើងមាននៅខាងលើដែរឥឡូវយើងឡើងទៅមើលខាងលើថាគាត់ដេកបែបណាខ្លះហើយខាងនេះវិញគឺគេដេករបៀបទីធ្លានៅខាងក្រៅអាចល្ងាចឡើងបែបជាជាមួយនឹងគ្រួសាររបៀបដាំដំណាំអីអញ្ចឹងផ្សេងបានគ្រប់យ៉ាងតាមចិត្តរបស់គាត់ហើយនៅខាងក្រោយនេះក៏សល់ដីដែរសម្រាប់វិសុទ្ធវិឡានេះនៅខាងក្រោយក៏គាត់អាចស្រែស្រង់ឬមកក៏សល់ដីធ្វើអីផ្សេងបានអញ្ចឹងនៅខាងក្រោយនេះតាមលើចិត្តគាត់ឆ្នៃទៅនេះដូចអ្នកខ្លះគាត់ដូចបងអ្នកគាត់ទិញអញ្ចឹងគឺគាត់ដាំដំណាំដាំអីអញ្ចឹងណាវាមានដាំដំណាំដាំអីអញ្ចឹងវាងាយស្រួលមែនតើហើយធំណាស់ខាងក្រោយនោះសល់ដីធំមែនតើហ្មងនេះឃើញអត់ធំមែនតើហ្មងអញ្ចឹងនៅកលៀននេះក៏នៅមានដែរនេះចឹងនៅគៀននេះក៏មានដែរចឹងគៀននេះគឺគាត់អាចធ្វើជាអ្វីដែលគាត់ចង់ធ្វើទៅក៏បានលីទៅលើគាត់ចង់ដេកគាត់បែបណាស្រែចិត្តរបស់គាត់ចឹងណាចឹងទីធ្លាខាងក្រោយនេះធំទលាយហើយនៅខាងលើគឺយើងក៏ចង់ដឹងដែរថាគាត់ដេកគាត់បែបមិនចឹងហើយសម្រាប់នេះគឺយើងកំពុងតែឡើងទៅលើហើយយើងក៏ចង់ដឹងដែរថានៅខាងលើគាត់ដេកគាត់បែបណាហើយមានប៉ុន្មានបន្ទប់ចឹងទៅមើលទាំងអស់នេះកន្លែងនេះគាត់អាចដាក់អីតាមចិត្តរបស់គាត់ទៅឬមកគាត់ចង់បដូរបរិយាកាសអីផ្សេងរបស់គាត់ចឹងណាចឹងនៅលើនេះគឺគេមាន3បន្ទប់ដែរចឹងបន្ទប់គេងធំទលាយមែនតើនេះដាក់បន្ទប់កូនបងប្អូនអីតាមចិត្តរបស់គាត់ចឹងណានេះវាធំមែនតើហ្មងឃើញអត់ឃើញធំអញ្ចឹងហ៎នេះគឺគាត់ដេកគាត់ខ្លួនឯងហើយអត់តែគាត់អត់ដាក់សម្ភារៈចូលតោះឥឡូវយើងមើលបន្ទប់នេះទៀតវ៉ាអូយបន្ទប់នេះធំមែនតើបន្ទប់នេះបន្ទប់បែបលក្ខណៈfamily គាត់បែបដាក់កូនគាត់ដាក់អីចឹងទៅដូចនិយាយចឹងស្រែចិត្តគាត់បើគាត់នៅតែ2នាក់គាត់រៀបចំដាក់បែបផ្សេងតែបើគាត់នៅជាលក្ខណៈគ្រួសារគាត់ឆ្នៃបែបដាក់ផ្សេងចឹងទៅហើយនេះបន្ទប់អូនេះបន្ទប់មេគ្រួសារបន្ទប់មេគ្រួសារអ្នកនរគ្នាធំមែនតើឡើងទលាយល្វឹងហ្មងចឹងបន្ទប់នេះគឺគាត់ដាក់សាឡុងឬមួយក៏ដាក់ខែតាមចិត្តរបស់គាត់ឲ្យដាក់ទូដាក់អីចឹងណាហើយនៅខាងក្រៅនេះគឺគាត់អាចបើកមកមើលរបៀបនេះស្រស់ថ្លាល្ងាចឡើងបែបឬមួយក៏បលឹមឡើងតែគាត់អាចឬមួយក៏អ្នកខ្លះគាត់ដាក់ម៉ាស៊ីនហាត់ប្រាណអីនៅហ្នឹងក៏បានដែរហ្នឹងតាមចិត្តរបស់គាត់និយាយទៅគឺធំមែនតើហ្មងហើយអញ្ចឹងនេះគឺមាន3បន្ទប់ហើយចឹងឲ្យ4បន្ទប់ហើយឥឡូវយើងឡើងទៅលើទៀតថាមានប៉ុន្មានបន្ទប់អញ្ចឹងក៏មានខាងក្រោយនេះរៀងធំដែរអញ្ចឹងដាក់ម៉ាស៊ីនបោកអាវឬមួយក៏អីចឹងបានអីចឹងទៅហើយនៅខាងក្រៅនេះគឺលហើយស្រួលមែនតើនេះអាចមើលទេសភាពទៅខាងនោះអត់មានអីចឹងណាគេមានកន្លែងទីធ្លាឲ្យក្មេងៗលេងដែរអញ្ចឹងឥឡូវគឺយើងឡើងទៅលើមួយទៀតហើយមិនដូចខ្ញុំរៀបរាប់អញ្ចឹងក៏មាន4បន្ទប់ហើយត្រូវអត់អញ្ចឹងឥឡូវគឺយើងមកដល់លើនេះគឺអូយធំមែនតើអានេះហើយបន្ទប់នេះធ្វើបន្ទប់មេគ្រួសារបានទៀតទៅគឺបន្ទប់ដាច់ដライហ្មងអញ្ចឹងបើយើងរាប់ពីបន្ទប់ដែលខ្ញុំបាន review មិញគឺមានទាំងអស់5បន្ទប់ហើយសម្រាប់វិសុទ្ធវិឡានេះហើយគេមានបន្ទប់ទឹកតាមបន្ទប់មួយទៀតនិយាយទៅគឺដូចខ្ញុំនិយាយចឹងថាเป็นអ្នកគ្នាតែវិសុទ្ធវិឡានៅវង resident គឺអ្នកគ្នាអាចធ្វើការ decor ដោយខ្លួនឯងហើយសម្រាប់ FNC នេះគឺអ្នកគ្នាអាចធ្វើការឆ្នៃដោយខ្លួនឯងបាននិយាយទៅសរុបរួមមកអ្នកនរគ្នាបានដឹងហើយជាមួយនឹងវិសុទ្ធវិឡានេះគូជាមួយនឹងកន្លែងទទួលភ្ញៀវធំទលាយផ្ទះបាយក៏ធំបន្ទប់គឺមានរហូតទៅ4ហើយចំណែកបន្ទប់ទឹកគឺមានរហូតទៅ6អញ្ចឹងគឺមានបន្ទប់ប្រជុំមួយទៅគឺធំខ្លាំងមែនតើនៅខាងលើបំផុតអញ្ចឹងដូចនិយាយចឹង whatever អ្នកចង់ដាក់អីក៏បានចង់ធ្វើអីក៏បានតាមចិត្តអញ្ចឹងនេះឃើញទេស្អាតនិយាយទៅគឺថាទីធ្លាធំល្វឹងល្វើយហើយដីគឺថាសល់ទៅអត់អ្នកដាំដំណាំជុំវិញនឹងទៀតនិយាយទៅគឺថាអែមស្រែមែនតើអញ្ចឹងអ្នកគាត់មានគ្រួសារដែលចង់បានរបៀបបាត់ទំនើបរបៀប premium អញ្ចឹងក៏ដាក់ឲ្យ complete ជាមួយនឹងវង resident អូយស្អាតខ្លាំងសំខាន់នៅខាងក្រៅនេះគឺមានជាមួយនឹងកន្លែងចំណតឡានរហូតដល់2គ្រឿងទៀតចង់ដឹងស្រាប់ហើយចំណតឡាននេះគឺធំមែនតើសម្រាប់ពួកគាត់ដើម្បីដាក់ឡានមួយគ្រឿងពីរគ្រឿងឬក៏ដាក់នៅមុខនេះរហូតដល់3គ្រឿងតាមចិត្តដែលគាត់ចង់ដាក់និយាយទៅគឺដាក់ឡានបានច្រើនសំខាន់គឺធំខ្លាំងមែនតើមកឲ្យស្អាតទៀត